រដ្ឋមន្ត្រីក្រសួងទេសចរលើកពីគោលបំណង3សំខាន់នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី9ឆ្នាំ2025នៅខេត្តតាកែវឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរនិងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី9ឆ្នាំ2025នៅខេត្តតាកែវបានអញ្ជើញជាធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំបុណ្យទន្លេនៅខេត្តតាកែវដែលនឹងប្រព្រឹត្តនៅថ្ងៃទី21 22 23ខែមិនិនាឆ្នាំ2025ខាងមុខនេះក្នុងកិច្ចប្រជុំឯកឧត្តមហួតហៈបានគូរំលែកអំពីគោលបំណងសំខាន់ចំនួន3នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេរួមមានទី1ដើម្បីជំរុញលើកតម្លៃនិងផ្សព្វផ្សាយសក្តានុពលទេសចរខេត្តតាមដងទន្លេទី2ចូលរួមគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់ដងទន្លេនិងចូលរួមសម្រាប់យុទ្ធសាស្ត្រពិពិធកម្មទេសចរតាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរថ្មីសម្រាប់ខេត្តតាមដងទន្លេនៃប្រទេសកម្ពុជាទី3បំផុសចលនាមហាជននិងគ្រប់ភាគីពាក់ព័ន្ធឲ្យចូលរួមក្នុងការអភិរក្សនិងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងសកម្មភាពនៃការបង្កើនសោភ័ណភាពអនាម័យបរិស្ថានទីក្រុងនិងសហគមន៍សម្ដៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀត